កាលពីខ្ញុំមកដល់ប្រទេសអូស្ត្រាលីដំបូងខ្ញុំធ្លាប់ប្រាប់ប្ដីខ្ញុំថាខ្ញុំចង់ទៅធ្វើការបានលុយខ្លះអីអញ្ចឹងណាហើយការងារអីក៏ខ្ញុំអាចធ្វើបានដែរជាពិសេសដូចជាការងារ best strawberry អញ្ចឹងព្រោះខ្ញុំគិតថាកាលពីខ្ញុំនៅស្រុកខ្មែរខ្ញុំក៏ធ្លាប់ធ្វើការលំបាកដូចជាដកស្ទូងច្រូតស្រូវគឺពិបាកក្រោមកម្ដៅថ្ងៃហើយត្រូវអោនមួយថ្ងៃពេញរហូតទៀតអញ្ចឹងការងារ strawberry គឺវាអត់មានអីពិបាកសម្រាប់ខ្ញុំទេប៉ុន្តែស្វាមីខ្ញុំគាត់ប្រាប់ខ្ញុំថារកការងារអីធ្វើផ្សេងពីនឹងទៅព្រោះអីគាត់គិតថាការងារ strawberry ហ្នឹងគឺវាពិបាកណាស់ជាពិសេសគឺមេឃក្តៅទៀតប៉ុន្តែទោះបីយ៉ាងណាក៏ដោយបងប្អូនតាំងពីខ្ញុំរស់នៅអូស្ត្រាលីនេះរយៈពេលជិត10ឆ្នាំនេះខ្ញុំអត់ទាន់តែបានទៅធ្វើការអីឲ្យអ្នកណាម្នាក់ទេដោយសារទី1គឺខ្ញុំជាប់កូនតូចហើយទី2ហ្នឹងខ្ញុំក៏អត់មានបំណងថាទៅធ្វើការឲ្យគេដែរហើយម្យ៉ាងទៀតដូចជាចំការ strawberry នេះគឺវានៅឆ្ងាយផ្ទះខ្ញុំបងប្អូននៅម្ដុំក្រុងគឺអត់មានទេទាល់តែជិះទៅ100គីឡូពីផ្ទះខ្ញុំអីបានមានដល់ពេលអញ្ចឹងគឺខ្ញុំមិនអាចទៅធ្វើបានឆ្ងាយពេក